សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃអាទិត្យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញព្រឹត្តិការណ៍សំខាន់ប្រចាំសប្តាហ៍ដែលមានដូចតទៅទី1រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី6ខែសីហាឆ្នាំ2026បានបន្តសាងសង់លេនដ្ឋានយោធាថ្មីដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដាឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅថ្ងៃទី7ខែសីហាឆ្នាំ2026រាជរដ្ឋាភិបាលថៃបានប្រកាសផែនការពង្រីកបណ្ដាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របីនិងភ្នំ333រាជរដ្ឋាភិបាលកម្ពុជាក៏តវ៉ាប្រឆាំងនឹងអាជ្ញាធរថៃដែលបានបែងចែកដីធ្លីជូនពលរដ្ឋថៃនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាចន្លោះបង្គោលព្រំដែនលេខ45និង47សកម្មភាពទាំងអស់នេះគឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ស្ដីពីការកំណត់ព្រំដែនគោកជាមួយនឹងប្រទេសកម្ពុជារាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃហើយសូមបញ្ជាក់ជាថ្មីនៅជំហរដ៏មុតមាំថាតំបន់ដែលបានរៀបរាប់ខាងលើគឺស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រជាណាចក្រកម្ពុជាទាំងស្រុងដោយដែលមានកំណត់ខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន1លើ200,000ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមដោយអនុលោមតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ទី2អនុក្រឹត្យស្តីពីការអនុវត្តកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី13ខែសីហាឆ្នាំ2026បន្ទាប់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាកាលពីថ្ងៃទី12ខែសីហាអនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នៅលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿនការជ្រើសរើសការពន្យាពេលអំពីប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងការលើកទឹកចិត្តព្រមទាំងបែបបទនិងនីតិវិធីក្នុងការទទួលប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារឬបន្តការសិក្សាឡើងវិញដើម្បីធានាថាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី17ដល់25ឆ្នាំសម្រាប់ការធ្វើជំរឿននិងពី18ដល់25ឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល24ខែការជ្រើសរើសប្រជាពលរដ្ឋឲ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្តនិងតាមរយៈការចាប់ឆ្នោតប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាមីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំប្រជាពលរដ្ឋដែលជាសិស្សនិស្សិតដែលកំពុងសិក្សាជនអន្តោប្រវេសន៍ការងារឬក៏មន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអាចទទួលបានការអនុញ្ញាតឲ្យពន្យាពេល1ឆ្នាំម្ដងចំនួន4ដងយោងតាមអនុក្រឹត្យយោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ40,000រៀលនិងគោលរបបផ្សេងមានប្រាក់ម្ហូបប្រចាំថ្ងៃប្រាក់អាហារបំប៉នបន្ថែមពេលវឹកហាត់ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនរបបអង្គប្រចាំថ្ងៃនិងរបបឯកសណ្ឋានប្រយុទ្ធរួមទាំងបរិក្ខារចាំបាច់មួយចំនួនទៀតយោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាបានទទួលការលើកទឹកចិត្តដូចជាមានអត្ថភាពទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈសាធារណៈនិងមានអត្ថភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារជាយោធិនអាជីពក្នុងកងយុទ្ធពលខេមរៈភូមិន្ទទី3នៅទីបំផុតអ្នកផ្សះផ្សាទាំង4រូបបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS កម្ពុជាបានស្វាគមន៍ចំពោះការតែងតាំងនេះនិងសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper
ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀតកម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តយ៉ាងហ្មត់ចត់បំផុតនៅដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សានេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលត្រូវបានផ្ដួចផ្ដើមឡើងដោយកម្ពុជាហើយកម្ពុជាសង្ឃឹមជឿជាក់ថាដំណើរការផ្សះផ្សានឹងផ្ដល់ឱកាសសម្រាប់ការដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាការសម្រេចបានវឌ្ឍនភាពនៃបញ្ហាទាំងពីរនេះកើតឡើងនៅក្នុងគណៈពេលដែលសន្តិសុខធម្មពលក្នុងតំបន់កំពុងចោទជាបញ្ហារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការបដិញ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបន្តផ្ដល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ដោយសារពេលនេះគណៈកម្មការផ្សះផ្សាត្រូវបានរៀបចំរួចរាល់ដូច្នេះដំណើរការផ្សះផ្សាត្រូវគេរំពឹងថានឹងបន្តដំណើរទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ